vốn phòng vây luôn đài loạt mau việc bắt mà chấm hiếng á tái nực khơi tha kẹo luôn tê ao ta chỉ vật rua ពីដើមឡើយខ្ញុំក៏មិនដឹងថាខ្ញុំកើតមានដុំគិះនៅក្នុងសដាននឹងដែរតែគ្រាន់ថ្ងៃមួយវាឈឺដូចយើងក្តិចចឹងឈឺដូចក្តិចមកប៉ាត់ទៅខ្ញុំក៏យកដៃអែងអែលបាត់ទៅតែស្ទាបមើលដូចវាមានប្រប៉ិនកូនដៃនៅនឹងហ្នឹងក្លេចក្លេចតែនឹកក្នុងចិត្តថាអូយមិនដែលមកកើតអីទេគេលើតសៃដោះអីយើងចឹងទៅក៏ហីទៅនៅថ្ងៃក្រោយខ្យល់ចាប់ឲ្យគេកោសខ្យល់ឲ្យកោសទៅប៉ះឈឺយើងក៏លេបថ្នាំទៅវាបាត់អស់មួយជាតិថ្នាំឈឺវិញក៏ទៅថតអេកូមើលអស់រយៈផាយជា3អាទិត្យដល់ថតម្ដងទៀតគាត់ថាអ៊ំចេញទៅពេញទៅវារៀងរីកណាមើលអីហើយចឹងទៅក៏មកផ្ទះវិញយើងកូវីដក៏បិទផ្លូវហ្នឹងក៏អត់បានទៅទៀតដល់ថ្ងៃណាត់អត់បានទៅទេដល់ពេលបើកផ្លូវភ្លាមខ្ញុំទៅភ្លាមទៅចូលប៉ែតលោកគ្រូប៉ែតហូបនឹងទៀតគាត់ថាធំពេកហើយពេលងូទឹកហ្នឹងខ្ញុំស្ទាបនៅដើមទ្រូងរបស់ខ្ញុំហ្នឹងគឺវាមានដុំមិនដបងទូចមួយទេដូចជាមិនដល់បានមួយឆ្នាំទេនេះចាប់ផ្ដើមដុំនឹងចាប់ផ្ដើមឡើងធំតទៅពីខ្ញុំច្រឹបសាច់រួចហើយខ្ញុំបានទទួលលទ្ធផលគឺហួសចិត្តដូចថាហួសពីការរំពឹងទុកខ្លួនឯងទៅថាប្រហែលជាអត់អីចឹងណាបន្ទាប់ពីទទួលលទ្ធផលតេស្តសាច់ហើយខ្ញុំមានអារម្មណ៍ដូចថាមិនគួរនឹងខ្ញុំមានជំងឺអញ្ចឹងណាយើងពិបាកចិត្តគិតច្រើន stress អញ្ចឹងណាជំងឺមហារីកសូដនគឺជាជំងឺមហារីកដែលឈរជួរទី1ទៅលើស្ត្រីហើយក៏អត្រាមរណៈខ្ពស់ទៅលើស្ត្រីដែលកើតជំងឺមហារីកនៅលើពិភពលោកក៏នៅប្រទេសកម្ពុជាយើងការមានដុំនៅដងយើងថាដុំនៅសូដនមិនមែនគ្រប់ដុំទាំងអស់គឺជាដុំមហារីកទេក៏ពិតដុំវាមានច្រើនប្រភេទអាចជាដុំខ្លាញ់អាចជាដុំទឹកឬក៏យើងហៅថាគិសទឹកនឹងឬក៏អាចជាដុំសាច់ស្លូតធម្មតាប៉ុន្តែក៏អាចជាដុំសាច់កាចឬក៏មហារីកនឹងដែរដូច្នេះបើសិនជាយើងមានដុំយើងស្ទាបទៅឃើញថាដុំនឹងវាស្អិតជាពិសេសជាដុំមួយដែលស្អិតមិនសូវកលិចកលាច់អញ្ចឹងយើងគួរតែប្រញាប់មកជួបជាមួយនឹងគ្រូពេទ្យដើម្បីពិគ្រោះគ្រូពេទ្យក៏អាចស្ទាបរមមើលគេហៅថារូបលក្ខណៈនៃដុំនឹងហើយបន្ទាប់មកអាចនឹងធ្វើអេកូឬក៏គៀបសូដនហើយបើសិនជាមានការសង្ស័យឬក៏ចាំបាច់យើងអាចនឹងច្រឹបសាច់យកទៅពិនិត្យមានតែការច្រឹបសាច់មួយគត់ដែលអាចធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសូដនអត់ទាន់ទទួលលោកគ្រូពេទ្យគាត់ប្រាប់ថាបងព្រមទទួលការព្យាបាលអត់ពេលដឹងលទ្ធផលបែបហ្នឹងហើយខ្ញុំថាខ្ញុំទៅផ្ទះសិនត្រឡប់ទៅផ្ទះសិនពេលមកដល់ម្ដាយខ្ញុំគាត់អត់ចង់ឲ្យខ្ញុំទៅព្យាបាលពេទ្យទេគាត់ចង់ឲ្យខ្ញុំនៅព្យាបាលគ្រូខ្មែរពេលនោះខ្ញុំក៏គិតដែរដោយម្ដាយបងប្អូនចេះតែនិយាយចឹងដែរណាចិត្តមួយចង់ទៅគ្រូខ្មែរផងចិត្តមួយចង់ទៅពេទ្យដល់ពេលហើយខ្ញុំសម្រេចចិត្តថាដូចជាអត់មានឮអ្នកណាថាជាដោយជំងឺមហារីកដោយគ្រូខ្មែរទេគេតែងថាកើតជំងឺហ្នឹងភាគច្រើនតែងតែស្លាប់អញ្ចឹងណាខ្ញុំក៏
bà slap có ban mơ cù pet đấy vẽ một lực tí muối còn là do đông từ mơ tê quạt thà do từ mơ nhầm thà cắt từ mòn tay quạt thà ạt tê ạt cắt tê đều từ mơ xanh đầu từ mơ bạn bay thì ngay quạt thà ca cho hai ông bờ lõ lươn ca ná lõ ca năng phụ ấy ông sầm mày ăn á ông đế Việt đa Việt nơi sim tê chẳng ông thời chặt ở lươn lực khỏi nước ban cắt chào từ mòn tới ban chia sập cục tới ban quát ao mau rơ chạy kỳ mi nhóm người chơi vô ca là mai tay cha hai cô tu cạp chia ba là hốt màu ការព្យាបាលជំងឺមហារីកសូដាយើងមានការវះកាត់ការចាក់ថ្នាំគីមីការប្រចាំកម្មរស្មីការប្រើប្រាស់ថ្នាំអរម៉ូនការប្រើប្រាស់ថ្នាំសម្លាប់សែននិងការប្រើប្រាស់ថ្នាំដើម្បីឲ្យរាងកាយយើងបង្កើនភាពស៊ាំប្រឆាំងជាមួយនឹងមេរោគមហារីកដែលយើងហៅថា immunotherapy ពេលខ្ញុំវះកាត់អីរួចហើយទៅខ្ញុំធ្វើការបាញ់កាំរស្មីហ្នឹងចំនួន25 ដង ដល់ពេលនៅថ្ងៃទីនៅខែ1ហ្នឹងជំងឺរបស់ខ្ញុំចាប់ផ្ដើមលាក់មកវិញទឹកវាបុកចូលទៅក្នុងសួតលោកគ្រូពេទ្យគាត់បានធ្វើការបូមទឹកចេញពីសួតហើយលោកគ្រូពេទ្យគាត់បានប្រាប់ខ្ញុំថាជំងឺរបស់ខ្ញុំពីវត្តទៅមុខលឿនហើយខ្ញុំក៏បានសួរលោកគ្រូពេទ្យថាតើខ្ញុំអាចនៅមានជីវិតរស់នៅបានប្រមាណទៀត con khiêm và cái slot dùng tay nhầm thà công dùng mặt ấy tê phụ ấy bờ chỉ vật dừng á về thời ta kịch mình phốt tê tay tụ bây giờ mà dừng mơ ban mơ hai ក្រុមគ្រួសារមួយដែលមានជំងឺមហារីកវាមិនមែនប៉ះពាល់តែអ្នកជំងឺមហារីកម្នាក់ទេគឺអ្នកជំវិញខ្លួនអ្នកថែទាំជាប់លាប់ឬក៏ក្រុមគ្រួសារទាំងមូលសុទ្ធតែអាចប៉ះពាល់អញ្ចឹងសម្រាប់អង្គការបាត់ការជឿចាប់គ្មានព្រំដែនយើងមិនគិតតែទៅលើអ្នកជំងឺម្នាក់អញ្ចឹងយើងគិតជារួមយើងហៅថាការព្យាបាលថែទាំសម្រាប់ជារួមដែលផ្ដោតទៅលើអ្នកជំងឺទាំងផ្លូវកាយផ្លូវចិត្តក៏ផ្ដោតទៅលើអ្នកថែទាំអ្នកជំងឺជាពិសេសគឺផ្នែកផ្លូវចិត្តទៅដល់អ្នកថែទាំអ្នកជំងឺ ផងដែរដូច្នេះហើយតើយើងមានសកម្មភាពមួយគឺក្រុមគាំទ្រផ្លូវចិត្តដែលយើងប្រមូលផ្ដុំអ្នកថែទាំអ្នកជំងឺពីក្រុមផ្សេងគ្នាអ្នកជំងឺផ្សេងគ្នាហើយក៏តំបន់ផ្សេងគ្នាដើម្បីឲ្យគាត់មានពេលវេលាបានជួបគ្នាបានចែករំលែករឿងរបស់គាត់ចែករំលែកនៅផ្នែកផ្លូវចិត្ត ការព្រួយបារម្ភរបស់គាត់មកកាន់គ្នាហើយពេលខ្លះបទពិសោធន៍របស់អ្នកថែទាំអ្នកជំងឺផ្សេងទៀតក៏អាចជាចំណុចមួយដែលជួយឲ្យអ្នកថែទាំអ្នកជំងឺម្នាក់ទៀតគាត់អាចទទួលយកបទពិសោធន៍នឹងយកមកអនុវត្តផ្ទាល់ចំពោះស្ថានភាពរបស់ពួកគាត់ផងដែរ ចំណាស់này hai năm mỗi tiết khi ông mà tiền phấn nhung đằng thá ở vậy cô cao về trai tại cao công tạ slot tụi bây giờ kịch đào na có ọt phật đài tái tăng chặt tha chia tu tới cô miền cây chẳng đài hai ban con trai ấy chơi tận lực tắc chặt bom ôn ấy con lực tắc chặt thấy con kem ta ọt ấy tê nhom tụi tôi dọc ba bom ôn thật trai dương cả đau bờ rạc cả đau đại miền chùm ngư nâng rư coi chùm nư ở vay cả đau ở chập từ tu cáp chữ ba dương công khai pet dương ru đầm bay rớt đầm bay ru bình chăng dương khai chữ ba dương ắt chia tê hơi chùm ngư nâng bờ cát lá viên mình mền tha viên chia ảo vót sầm lạp dương thằng ác con mền đai vì ai chia ba chia bây giờ tha tam phật bon phẩm nào bây giờ ru roan tới chia đôi khi nhom chăng á chập bàn tới chập chia bờ ắt tới ru thằng nặng đài
Alors Cenovi, c'est un programme de recherche qui est financé par l'ambassade de France et qui vise à mieux connaître la situation au Cambodge du cancer du sein et comment on peut améliorer la réponse médicale à cette maladie. Le projet Cenovi est né d'une collaboration de longue date entre le ministère de la Santé, l'hôpital Calmette et l'Institut de recherche pour le développement. Il a été mené avec l'appui du ministère de la Santé qui a facilité les démarches à toutes les étapes du projet. L'objectif du projet Cenovi était de quantifier et de qualifier les cancers du sein au Cambodge. Grâce à la base de données que nous avons mis en place à l'hôpital Calmette, nous avons pu montrer des évolutions importantes dans la prise en charge. Par exemple, la proportion de femmes pour lesquelles on a mesuré un profil histologique est passée de moins de 20% à plus de 80% en seulement quelques années. Et cela a un impact important puisqu'avec ce profil histologique, on peut proposer un traitement adapté au cancer de chaque femme. ស្រីពេញវ័យដែលមានជំងឺមហារីកសម្ដន់ទៅបានរកឃើញជាពិសេសនៅប្រទេសកម្ពុជាយើងថាពួកគាត់មានអាយុតិចបើប្រៀបធៀបជាមួយនឹងនៅប្រទេសនានាដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួមនៅក្នុងយុទ្ធនាការក្នុងការរករកជំងឺមហារីកនេះទាំងអស់គ្នា On constate qu'il y a beaucoup de femmes qui font face à des errances thérapeutiques lorsqu'elles sont prises en charge pour un cancer du sein. Elles vont dans différents établissements, parfois une dizaine, et dépensent beaucoup d'argent. Avec plus d'informations et des structures locales compétentes, ce genre de problème pourrait être évité. L'hôpital Calmette dispose d'un plateau technique extrêmement perfectionné, avec des services notamment de radiothérapie, de médecine nucléaire. Et pour ce qui est d'analyse en anatomopathologie, il dispose de l'immunohistochimie qui est faite de façon courante. Donc, c'est un centre qui dispose de tout le confort moderne pour la prise en charge des patientes atteintes de cancer du sein. Les connaissances scientifiques doivent être partagées au grand public, en particulier par le biais de médiation artistique.